សូមអបអរសាទរលោកពេជ្រឈួនដែលបានដឹកនាំគម្រោងនាំមកនូវការវិនិយោគ200លានយ៉នពីក្រុមហ៊ុនគ្រប់ចៅចំណេញសុទ្ធ100លានយ៉នហើយទទួលបានរង្វាន់30ម៉ឺនយ៉នទៀតពិតជាមិនធម្មតាមែនលោកប្រធានក្រុមគាត់ធ្វើការមិនបានដេកពីយប់ពីថ្ងៃហើយដើម្បីគម្រោងទីបំផុតក៏បានផលតបស្នងមកវិញបានលុយ30ម៉ឺនយ៉នកុំបារម្ភអីគម្រោងដែលខ្ញុំស្រាវជ្រាវបានសម្រេចជោគជ័យហើយបានប្រាក់រង្វាន់30ម៉ឺនយ៉នមែនខ្ញុំនឹងទិញកៅអីម៉ាសាថ្មីជូនប៉ាពីថ្ងៃទៀតខ្ញុំនឹងត្រឡប់នាំប៉ាទៅព្យាបាលជំងឺសន្លាក់នៅមន្ទីរពេទ្យល្អបំផុតកូនកុំបារម្ភពីប៉ាម៉ាក់អីកូនត្រូវថែរក្សាសុខភាពផងពួកយើងនៅផ្ទះសុខសប្បាយទេកុំចំណាយលុយផ្ដេសផ្ដាស់អីឈប់និយាយទៅពីថ្ងៃទៀតខ្ញុំនឹងត្រឡប់ទៅវិញដាក់កៅអីម៉ាសាចូលក្នុងកន្ត្រកទំនិញរួចហើយផ្ញើលុយ10ម៉ឺនយ៉នទៅឲ្យពួកគាត់សិនរងចាំតែថ្ងៃស្អែកប្រកាសលទ្ធផលលោកប្រធានឈិនការវិនិយោគរបស់ខ្ញុំអាចបន្ថែមបានតែខ្ញុំមកទីនេះគឺដោយសារតែពេជ្រឈួនទេខ្ញុំជឿជាក់លើតែគាត់ម្នាក់គាត់បើគាត់មិននៅទីនេះទៀតទេការសហការរបស់យើងនឹងត្រូវបញ្ចប់ឥឡូវនេះគាត់គឺជាប្រភពចំណូលដ៏ធំរបស់យើងក្រុមហ៊ុនអាចខ្វះអ្នកណាបានតែមិនអាចខ្វះគាត់ទេកុំបារម្ភអីខ្ញុំបានសម្រេចចិត្តដំឡើងរង្វាន់គាត់ពី30ម៉ឺនទៅជា3លានយ៉នហើយប្រាក់រង្វាន់30ម៉ឺនយ៉ននឹងចូលកាន់នេះឆាប់នេះចាយមិនអស់ទេចាយមិនក៏មិនអស់ដែរ3000ពិតមែនហើយគឺ3000យ៉នមែនតើផ្នែកកណេឲ្យជ្រុលមិនអត់មិនអាចទៅរួចទេមិនអាចទៅរួចដាច់ខាតចូលមកមានការអីមិនចេះគោះទ្វារទេបងចៅខ្ញុំចង់សួររឿងប្រាក់រង្វាន់បន្តិចខ្ញុំទទួលបានតែ3000យ៉នប៉ុណ្ណោះតើផ្នែកកណេឲ្យមានការច្រឡំមែនទេត្រឹមត្រូវហើយគឺ3000យ៉ននឹងឯងតែលោកប្រធានបានប្រកាសក្នុងកិច្ចប្រជុំថា30ម៉ឺនយ៉នឯកសារដែលខ្ញុំកាន់ក្នុងដៃនេះគឺមានតែ3000យ៉នទេខ្ញុំមើលតែឯកសារមិនមើលមុខអ្នកណាទេឬមួយអ្នកចង់សង្ស័យលើក្រុមហ៊ុនឬក៏ចង់សង្ស័យលើលោកប្រធានឈិនតើអ្នកណាជាអ្នកចុះហត្ថលេខាលើឯកសារនេះខ្ញុំសូមពិនិត្យមើលបន្តិចថាវាជាការអនុញ្ញាតពីលោកនាយកខិនមែនទេឬក៏មានអ្នកណាម្នាក់លួចធ្វើរឿងមិនសមរម្យនៅពីក្រោយខ្នងឯកសារផ្ទៃក្នុងក្រុមហ៊ុនអ្នកគ្មានសិទ្ធិមើលទេជប់រំខានការងារខ្ញុំទៅមានតែប៉ុណ្្នឹងឯងបើមិនពេញចិត្តទៅប្តឹងទៅនឹកស្មានថាខ្លួនឯងមានសមត្ថភាពទើបអាចមកបញ្ជាខ្ញុំបានមែនទេកុំច្រឡំថាអំណាចក្រុមហ៊ុនជាសមត្ថភាពតាមពិតបើគ្មានក្រុមហ៊ុនអ្នកក៏គ្មានន័យអ្វីដែរខ្ញុំខំធ្វើការឲ្យក្រុមហ៊ុនបដិសេធប្រាក់ខែ3លានយ៉នពីកន្លែងផ្សេងខំជួយលោកស្រី Ken Jen គ្រប់យ៉ាងគ្រាន់តែព្រោះគាត់ជាស្នេហ៍ដំបូងរបស់ខ្ញុំតែចុងក្រោយបានអ្វីមកវិញក៏ល្អដែរប្រាក់រង្វាន់ដល់ទៅ3សែនយ៉នអ្នកគិតថានឹងយកទៅធ្វើអ្វីដែរលោកស្រីមានការអ្វីមែនទេលោកស្រីធ្វើអ្វីហ្នឹងខ្ញុំសុំលាឈប់តើសៀវប៉ៃ GLP កំពុងតែគិតពីរឿងប្រាក់រង្វាន់មែនទេកុំឆេវឆាវអីក្រុមហ៊ុនធំជិះមិនផុតពីកំហុសខ្លះទេទុកចិត្តខ្ញុំចុះខ្ញុំនឹងទៅសួរលោកប្រធានហ៊ីឲ្យនេះមិនមែនជាកំហុសទេនេះជាបញ្ហាអាកប្បកិរិយាខ្ញុំខំធ្វើការរកចំណូលឲ្យក្រុមហ៊ុន100លានតែចុងក្រោយបានត្រឹម3000យ៉នសៀវប៉ៃបងដឹងថាអូនមានចិត្តអន់ស្រពន់តែអ្នកសាក់គិតមើលក្រុមហ៊ុនចិញ្ចឹមអ្នកយូរមកហើយមិនមែននេះទេត្រូវមើលឲ្យវែងឆ្ងាយកុំមើលតែផលប្រយោជន៍ចំពោះមុខចិញ្ចឹមខ្ញុំធ្វើការ3ឆ្នាំហើយតើខ្ញុំសរសេររបាយការណ៍ប៉ុន្មានឲ្យអ្នកពេលខ្ញុំធ្វើការថែមម៉ោងអ្នកណែណាមកនិយាយរឿងនេះពេលនេះបាយឈួនកុំធ្វើឲ្យខ្លួនឯងបាត់បង់កិត្តិយសឲ្យសោះនឹកស្មានថាគ្មានអ្នកក្រុមហ៊ុនមិនដើមមែនទេខ្ញុំប្រាប់ឲ្យដឹងចុះអ្នកដែលចង់ជំនួសកន្លែងអ្នកមានច្រើនណាស់កាន់តែល្អខ្ញុំនឹងទុកកន្លែងឲ្យពួកគេលិខិតលាឈប់ខ្ញុំដាក់នៅអនុញ្ញាតឬអត់គឺជាអ្នកចង់លាឈប់ពេលនេះចាត់ទុកថាអ្នកបោះបង់ការងារត្រូវសងសំណងការខូចខាតសរុបទាំងអស់2សែនតាមចិត្តអ្នកចុះខ្ញុំលែងធ្វើការឲ្យអ្នកហើយអ្វីអ្នកចង់លាឈប់មែនទេមានរឿងអីមែនទេពើឃើញថាចង់លាឈប់ពីការងារលោកនាយកជូមិនមែនបែបនោះទេគឺមានអ្នកគ្រប់គ្រងផ្នែកម្នាក់ទេដែលចង់លាឈប់អូអញ្ចឹងសឹមធូរចិត្តបន្តិចព្រោះខ្ញុំបានរៀបចំកិច្ចសន្យាដែលមានតម្លៃ100លានផ្ញើទៅក្រុមហ៊ុនអ្នករួចហើយពិតជាអរគុណខ្លាំងណាស់ដែលលោកជូទុកចិត្តខ្ញុំក៏ចង់សហការជាមួយលោកឲ្យបានឆាប់ដែរសំខាន់គឺលោកពើគាត់ពូកែខ្លាំងណាស់ចុះហត្ថលេខាឲ្យបានឆាប់ទៅគឺល្អបំផុតតាមពិតទៅក្រុមហ៊ុនយើងក៏មានបុគ្គលិកពូកែច្រើនដែរសម្រាប់ក្រុមហ៊ុនអ្នកខ្ញុំទទួលស្គាល់តែពើម្នាក់គត់បើពើលីឈប់និយាយតាមត្រង់ទៅកិច្ចសហការរបស់យើងក៏ត្រូវបញ្ចប់ដែរតើពើនេះមានរឿងអីទៅលោកជូចិត្តមកដល់ក្រុមហ៊ុនហើយចុះហេតុអ្វីបានជាគាត់ហ៊ានលីឈប់ពេលនេះបើលោកជូដឹងរឿងនេះតើត្រូវធ្វើម៉េចទៅបងស្រីខ្ញុំថាម្នាក់នោះមិនហ៊ានមាត់កអ្វីទេត្រឹមតែជាអ្នកស៊ីឈ្នួលម្នាក់តើវាអាចធ្វើអ្វីបានវាលីឈប់កាន់តែល្អលុយ2សែនដែលយើងកេងពីវាមិនមែនធ្លាក់ចូលហោប៉ៅយើងទាំងពីរទេតែខ្ញុំឆ្ងល់ណាស់
លោកប្រធានឈិនហេតុអ្វីបានជាលោកឲ្យតម្លៃគាត់ខ្លាំងម្ល៉េះក៏គ្រាន់តែជាអ្នកស៊ីឈ្នួលម្នាក់ប៉ុណ្ណោះចុះបើលោកប្រធានក្រុមប្រឹក្សាភិបាលសួរនាំតាធ្វើម៉េចឆ្លើយដូចមុនទៅថាវាលោភលន់ចង់បានប្រាក់រង្វាន់បន្ថែមហើយយើងមិនព្រមឲ្យមិននឹកស្មានថាវាលីឈប់មែនហាកញ្ចប់អីវ៉ាន់របស់ពៅនេះប្រហែលជាលោកជួបផ្ញើមកឲ្យហើយកិច្ចសន្យាហការតម្លៃ100លានហើយទុកថាជួយពួកគេជាលើកចុងក្រោយចុះម៉ោងធ្វើការបែរជាមកទទួលអីវ៉ាន់ផ្ដេសផ្ដាសនេះវាខុសនឹងច្បាប់ក្រុមហ៊ុនហើយបើគ្រប់គ្នាសុទ្ធតែធ្វើដូចអ្នកតើក្រុមហ៊ុននេះដំណើរការទៅយ៉ាងតើយើងគ្រប់គ្រងបែបណាតាមច្បាប់ម៉ោងធ្វើការមិននៅប្រចាំការខ្ញុំនឹងកាត់ប្រាក់ខែអ្នកទ្វេដងហើយដកហូតប្រាក់រង្វាន់ទាំងអស់មានន័យថាឥឡូវអ្នកត្រូវសងក្រុមហ៊ុនវិញ3សែនតើពៅទៅធ្វើអីឲ្យមនុស្សពីរនាក់នេះស្អប់ខ្លាំងម្ល៉េះស្ញាប់ទៅយើងម្នាក់សុទ្ធតែធ្លាប់ត្រូវគេកេងប្រវ័ញ្ចអស់3សែនដូចគ្នាមនុស្សពីរនាក់នេះលោភលន់ពេកហើយហួសចិត្តនេះវាជាកិច្ចសន្យារបស់ក្រុមហ៊ុនតើអ្នកប្រកាសចិត្តឲ្យមែនទេដែលយកកញ្ចប់ទំនិញរបស់ក្រុមហ៊ុនទៅវាជារបស់ក្រុមហ៊ុនពិតមែនចុះហេតុអ្វីបានជាមានឈ្មោះអ្នកខ្ញុំថាអ្នកច្បាស់ជាលែងចង់ធ្វើការនៅទីនេះហើយពួកអ្នកទាំងពីររួមមើលយ៉ាងណាខ្ញុំប្រាប់ឲ្យដឹងចុះខ្ញុំលែងចង់ធ្វើការនៅទីនេះយូរហើយយ៉ាងណាក៏ដោយបើថ្ងៃនេះអ្នកហ៊ានចុះហត្ថលេខាទទួលកញ្ចប់នេះវាមិនមែនជាការលាលែងពីការងាររបស់អ្នកតែជាការដែលក្រុមហ៊ុនបណ្ដេញអ្នកចេញព្រោះល្មើសច្បាប់ត្រូវហើយក្រៅពីប្រាក់ខែនិងប្រាក់រង្វាន់ដែលក្រុមហ៊ុនបើកឲ្យអ្នកត្រូវសងសំណងដល់ក្រុមហ៊ុនរួមទាំងប្រាក់ខែទ្វេដងសរុបគឺ50មួយកាក់ក៏មិនបានដែរលោកប្រធានទាំងពីរអ្នកប្រកាសចិត្តឲ្យមែនទេថាបើខ្ញុំទទួលកញ្ចប់ពួកអ្នកនឹងបណ្ដេញខ្ញុំចេញពិតប្រាកដណាស់បណ្ដេញចេញចុះបើខ្ញុំប្រាប់ពួកអ្នកថានេះគឺជាកិច្ចសន្យាតម្លៃ100លានយ៉នរបស់លោកនាយកជើហាមានក្រុមហ៊ុនណាគេញ៉ាកិច្ចសន្យាតម្លៃ100លានយ៉នតាមប្រៃសណីយ៍បែបនេះចង់កុហកគេក៏រកហេតុផលឲ្យសមជាងនេះទៅជឿមិនជឿគឺជារឿងរបស់ពួកអ្នកយ៉ាងណាក៏ដោយចិនលែងពាក់ព័ន្ធនឹងខ្ញុំទៀតហើយចាំទុកចុះដល់ពេលនោះកុំមកអង្វរខ្ញុំឲ្យសោះអ្នកហ៊ានហៅឈ្មោះប្រធានក្រុមហ៊ុនចំបែបនេះផងអ្នកច្បាស់ជាយល់ថាខ្លួនឯងសំខាន់ខ្លាំងណាស់ហើយបើខ្ញុំហ៊ានអង្វរអ្នកខ្ញុំនឹងសុកចិត្តស៊ីទោសនេះចោលខ្ញុំហឺហុងប្រធានផ្នែកធនធានមនុស្សសូមប្រកាសជាផ្លូវការថាពេលឈួនអ្នកត្រូវបានបណ្ដេញចេញហើយនឹងមិនទទួលចូលធ្វើការវិញជាដាច់ខាតប្រធានក្រុមប៉ៃកុំតន់ទៅអីត្រូវហើយបើលោកទៅតើអ្នកណាដឹកនាំពួកយើងធ្វើការអង្គុយចុះទាំងអស់គ្នាធ្វើខ្លួនឲ្យសមរម្យបន្តិចប្រយ័ត្នខ្ញុំកាត់ប្រាក់ខែពួកអ្នកទាំងអស់គ្នាខ្ញុំប្រាប់ឲ្យដឹងចុះចាប់ពីពេលនេះទៅអ្នកណាមិនគោរពច្បាប់ក្រុមហ៊ុននោះនឹងមានវាសនាដូចជាគេអញ្ចឹងហើចង់មកតាំងជាមួយខ្ញុំលោកនាយកឈិនមានអ្វីឲ្យខ្ញុំជួយទេចុះទៅឈួនទៅណាហើយហេតុអ្វីទូរស័ព្ទមិនលើកទៅឈួនអ្នកត្រូវតែប្រាប់ឲ្យគាត់រងចាំនៅក្រុមហ៊ុនបើគ្មានការអនុញ្ញាតពីខ្ញុំទេខ្ញុំមិនព្រមឲ្យគាត់យ៉ាងទៀតលោកនាយកបានផ្ញើកិច្ចសន្យាមួយដែលមានតម្លៃដល់ទៅ100លានថាមានកំហុសដាច់ខាតមានរឿងអីមានបញ្ហាអីមែនទេកុំបារម្ភលោកអគ្គនាយកខេនពួកយើងទទួលបានទាំងអស់ហើយល្អហើយខ្ញុំនឹងលោកអគ្គនាយកចៅចិត្តដល់ក្រុមហ៊ុនហើយលោកអគ្គនាយកចៅទីមទីចង់ជួបភីជួនឲ្យតតែបានពួកអ្នករៀបចំឲ្យស្រួលបាទលោកអគ្គនាយកខេនមកហើយនេះជាកិច្ចសន្យាតម្លៃ100លានឯណោះទោះលោកពួកយើងក៏សង្កេតមិនរួចដែរមែនហើយម្យ៉ាងទៀតលោកអគ្គនាយកចៅចង់ជួបភីជួនផ្ទាល់ធ្វើមិនទៅឥឡូវប្រញាប់ទៅតាមគាត់មកវិញទៅចិនជួនធ្វើការនៅទីនេះគាត់ប្រកាសជានៅមានចិត្តស្រឡាញ់ក្រុមហ៊ុនគាត់ច្បាស់ជាព្រមជួយក្រុមហ៊ុនកាលពីមុនខេនយ៉ែនសុំឲ្យខ្ញុំជួយយកបច្ចេកវិទ្យាមកចូលហ៊ុន3ឆ្នាំមកនេះខ្ញុំខំប្រឹងអស់ពីកម្លាំងធ្វើការថែមម៉ោងដេកមិនលក់រយយកក៏ដើម្បីឲ្យក្រុមហ៊ុនឡើងផ្សារហ៊ុនតែពេលនេះភ្លេចចុះចំពោះមុខលុយកាក់គ្មានអ្វីដែលហៅថាភាពយុត្តិធម៌ទេខ្ញុំក៏បានធ្វើអស់ពីសមត្ថភាពចំពោះគាត់ហើយលោកអគ្គនាយកថេនលោកហ៊ានជឺហេតុអ្វីអ្នកមកទីនេះខ្ញុំមកមើលសាកលវិទ្យាល័យរបស់យើងលីថាថេនគ្រូកំពុងបង្ខំឲ្យអ្នកលាលែងពីតំណែងមែនទេដំណឹងលឿនមែនឥឡូវអ្នកគឺជាប្រធានក្រុមប្រឹក្សាភិបាលរបស់ឈៀនជាងជាស្ត្រីអ្នកជំនួញដ៏ស្រស់ស្អាតបំផុតនៅយ៉ាងមិនមែនមកដើម្បីមើលរឿងកំ pl ែងរបស់ខ្ញុំខេនយ៉ែនគាត់ភ្នែកមិនដល់ទេខ្ញុំមិនដូចគាត់ទេចាប់អារម្មណ៍ចង់ចូលរួមជាមួយពួកយើងទេខ្ញុំឲ្យប្រាក់ខែអ្នក3លានយ៉នព្រមទាំងភាគហ៊ុន51ខ្ញុំគ្រាន់តែជាអ្នកស្រាវជ្រាវតូចតាចម្នាក់ប៉ុណ្ណោះមិនសមនឹងអ្នកធ្វើបែបនៅទូទាំងយ៉ាងជាអ្នកខ្លះអ្នកគឺជាអ្នកទទួលខុសត្រូវគម្រោងហើយហែងថែមទាំងជាអ្នកដឹកនាំដែលកំណត់អនាគតឧស្សាហកម្មនេះឲ្យតែអ្នកព្រមចូលរួមខ្ញុំនឹងប្រគល់គ្រប់យ៉ាងឲ្យអ្នក3ឆ្នាំមកនេះខ្ញុំខំប្រឹងអស់ពីចិត្តដើម្បីខេនគ្រប់ប្រាក់ខែបានត្រឹមតែ5,000ដល់ពេលត្រូវផ្លាស់ប្ដូរជីវិតថ្មីហើយយោពមខ្ញុំសុខចិត្តយកសមត្ថភាពរបស់ខ្ញុំមកបម្រើការនៅក្រុមហ៊ុនធានជីបៃឈួន
បាយឈួនប្រហែលជាចេញពីក្រុមហ៊ុនទៅបាត់ហើយមិនក៏នៅឃើញគេទៀតខ្ញុំមើលថៃអ្នកល្អដល់ថ្នាក់បាយឈួនអ្នកនៅតែចង់ចាក់ចេញពីក្រុមហ៊ុនទៀតអ្នកគ្មានចិត្តអាណិតអាសូរខ្លះសោះមែនទេពិតជាមនុស្សអត់គុណមែនមានរឿងអីគ្មានអ្វីទេខ្ញុំហាក់ដូចជាគេហៅឈ្មោះខ្ញុំអរគុណអ្នកណាបាយឈួនក្រុមហ៊ុនធានជីនឹងផ្ដល់អ្វីគ្រប់យ៉ាងដែលអ្នកចង់បានបាទលើកនេះខ្ញុំនឹងមិនប្រឡែងដៃអ្នកទៀតឡើយលោកនាយកឈិនចុះបាយឈួនទៅណារឿងនេះវាទៅជាយ៉ាងម៉េចលោកនាយកចៅបាយឈួនថ្ងៃនេះគេសុំច្បាប់ទៅផ្ទះបែបមិនបានដេញពីឈួនចេញពីការងារមែនទេលោកនាយកគម្រោងនេះខ្ញុំវិនិយោគក៏ព្រោះតែបាយឈួនដែរបើគ្មានគេការសហការរបស់យើងក៏មិនចាំបាច់បន្តលោកនាយកចៅមិនមែនដូចអ្វីដែលលោកគិតទេនេះមិនមែនជាកិច្ចសន្យាដែលខ្ញុំផ្ញើមកទេមែនទេពួកអ្នកហ៊ានហែកកិច្ចសន្យាចោលផងបានហើយលោកនាយកឈិននេះគឺជាអរិយាប័ត្រនៃការសហការរបស់ក្រុមហ៊ុនអ្នកខ្ញុំប្រកាសលុបចោលការវិនិយោគទាំងអស់ជាមួយក្រុមហ៊ុនអ្នកលោកនាយកចៅប្រហែលជាមានការយល់ច្រឡំអ្វីមួយហើយថ្ងៃនេះខ្ញុំចង់ឃើញណាស់ថាពួកអ្នកនឹងដោះស្រាយរឿងនេះដោយរបៀបណាលោកនាយកឈិនរឿងនេះមិនពាក់ព័ន្ធនឹងពួកយើងទេគឺបាយឈួនទេពិតមែនហើយគឺបាយឈួនទាំងអស់គេអូថាប្រាក់រង្វាន់3លានតិចពេកគេទារដល់ទៅ30លាន30លានមែនទេគេអាងខ្លួនជាបុគ្គលិកឆ្នាំក៏ធ្វើតាមចិត្តខ្លួនឯងគេថាគេរកចំណេញឲ្យក្រុមហ៊ុនបាន100លានទារ30លានគឺសមហេតុផលណាស់បាយឈួនថែមទាំងនិយាយថាគេនិយាយថាអ្វីទៀតគេថាបើថ្ងៃនេះមិនទាន់ទទួលបាន30គេនឹងលីឈប់ពីការងារលោកនាយកឈិនលោកមិនដឹងទេបាយឈួនគេមានអំណាចណាស់ឲ្យតែគេនៅក្រុមហ៊ុនអ្វីគឺគេជាអ្នកសម្រេចទាំងអស់ពួកយើងណាហ៊ានទៅបង្ករឿងជាមួយគាត់ទៅមិនហើយតែ30លានយន់វាច្រើនពេកហើយខ្ញុំមិនហ៊ានប្រថុយទេគាត់ខ្លាំងពេកក៏សម្រេចចិត្តលុបកិច្ចសន្យាជាមួយលោកគាត់ទៅបាត់ហើយគាត់ក៏ផ្ដាំឲ្យខ្ញុំប្រាប់លោកឈិនដែរគាត់ផ្ដាំថាដូចម្ដេចគាត់ថាបើនៅទីនេះមិនឲ្យតម្លៃក៏នៅមានកន្លែងផ្សេងទៀតដែរបាយឈួននេះជាគំនិតពិតរបស់លោកមែនទេមិនអាចទៅរួចបាយឈួនមិនមែនជាមនុស្សបែបនេះទេខ្ញុំត្រូវតែសួរគាត់ឲ្យច្បាស់តើវាមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដឬមួយក៏ប្រព័ន្ធមានបញ្ហាលោកឈិនសង្ឃឹមថាអ្នកយល់មូលហេតុដែលក្រុមហ៊ុនជើសហការជាមួយក្រុមហ៊ុនឈិនគឺព្រោះតែចាប់អារម្មណ៍លើប្រព័ន្ធជីហាងដែលបាយឈួនជាអ្នកបង្កើតឥឡូវប្រព័ន្ធមានបញ្ហាអ្នកត្រូវតែពន្យល់ខ្ញុំឲ្យសមហេតុផលលោកជើសូមកុំបារម្ភពួកយើងនឹងដោះស្រាយជូនលោកឲ្យបានឆាប់តើវាមានរឿងអ្វីកើតឡើងប្រព័ន្ធការពាររបស់យើងត្រូវបានគេវាយប្រហារហើយកូដសំខាន់របស់ក្រុមហ៊ុនគឺស្ថិតនៅក្នុងដៃរបស់ប្រធានខ្ញុំមិនខ្វល់ថាអ្នកប្រើវិធីណាត្រូវតែជួសជុលវាឲ្យបានភ្លាមបើអ្នកជួសជុលបានប្រាក់រង្វាន់3លានយន់នឹងក្លាយជារបស់អ្នកបាទខ្ញុំនឹងព្យាយាមពន្យល់ខ្ញុំមកអាមនុស្សអប្រិយបាយឈួននេះចង់ឈប់ក៏ឈប់ទៅបែរជាយកបច្ចេកវិទ្យាសំខាន់ទៅជាមួយទៀតលោកឈិនឬមួយក៏ពួកយើងព្រមតាមលក្ខខណ្ឌប្រាក់រង្វាន់30លានយន់របស់គាត់ទៅពិតជាមនុស្សចិត្តខ្មៅមែនដើម្បីលុយមិនគិតពីទឹកចិត្តអ្វីទាំងអស់ក្រុមហ៊ុនខំមើលថែគេយ៉ាងល្អមិនគួរជាមនុស្សក្បត់បែបនេះសោះបាយឈួនអ្នកធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់បានហើយខ្ញុំអាចបិទសម្លេងបានបណ្ដោះអាសន្នតែចន្លោះប្រហោងនៅបន្លាយពេលបានប៉ុន្មានក៏ប៉ុណ្ណឹងទៅល្អទោះគ្មានគេក្រុមហ៊ុនយើងក៏អាចឆ្លងកាត់គ្រាលំបាកនេះបានដែរក្នុងនៅពេលអ្នកមិនស្មោះត្រង់កុំបន្ទោសខ្ញុំដែលមិនរាប់រកខ្ញុំនឹងប្រកាសបិទផ្លូវបាយឈួនក្នុងវិស័យនេះឲ្យអស់អ្នកទាំងអស់គ្នាខ្ញុំសូមណែនាំឲ្យស្គាល់នេះគឺជាអគ្គនាយកថ្មីដែលទើបចូលរួមជាមួយក្រុមហ៊ុនយើងបាយឈួននឹងហេគាត់គឺជាអ្នកជំនាញដែលកំណត់ច្បាប់ក្នុងវិស័យនេះបាយឈួនពិតមែនហើយគាត់ជាអ្នករួមដំណើរជាមួយក្រុមហ៊ុនឈិនតាំងពីបើគ្មានគាត់ក្រុមហ៊ុនប្រហែលជាខ្សែធមិននឹកស្មានថាគាត់មកចូលរួមជាមួយយើងសោះសូមអរគុណអ្នកទាំងអស់សង្ឃឹមថាពួកយើងនឹងសហការគ្នាដើម្បីធ្វើឲ្យក្រុមហ៊ុនយើងក្លាយជាលេខ1យ៉ាងម៉េចដែរនេះជាការិយាល័យថ្មីរបស់អ្នកនៅក្បែរខ្ញុំនេះឯងបើមានបញ្ហាអ្វីអាចរាយការណ៍មកខ្ញុំផ្ទាល់បានលោកលូវាហួសហេតុពេកហើយខ្ញុំត្រូវការតែទៅធ្វើការមួយក៏មិនបានទេអ្នកគឺជាបុគ្គលិកឆ្នាំរបស់យើងត្រូវតែទទួលបានអ្វីដែលល្អបំផុតគាត់ប្រហែលជាមិនត្រឡប់ទៅវិញទេមែនទេមើលទៅគាត់ដឹងការពិតអស់ហើយតែខ្ញុំបានសន្យាជាមួយលូហានជឺរួចហើយថានឹងមិនត្រឡប់បើគេសុំទោសលោកឈិនខ្ញុំខកចិត្តនឹងអ្នកខ្លាំងណាស់បេឈួនការលាលែងពីតំណែងមិនអីទេតែអ្នកបែរជាលួចយកបច្ចេកវិទ្យាក្រុមហ៊ុនទៅទៀតខ្ញុំសូមប្រកាសថាអ្នកត្រូវបានបណ្តេញចេញ
លោកឈិនសូមលោកយល់ឲ្យច្បាស់ចាប់តាំងពីថ្ងៃដែលខ្ញុំចូលធ្វើការបច្ចេកវិទ្យាទាំងអស់របស់ខ្ញុំបានប្រគល់ឲ្យក្រុមហ៊ុនទាំងស្រុងរឿងលួចយកទៅខ្ញុំមិនមែនជាមនុស្សថោកទាបបែបនោះទេចុះអ្នកពន្យល់យ៉ាងម៉េចចំពោះការវាយប្រហារលើក្រុមហ៊ុនពេលនេះប្រកាសជាស្នាដៃអ្នកហើយខ្ញុំប្រាប់ឲ្យដឹងចុះខ្ញុំមិនខ្លាចការគំរាមកំហែងរបស់អ្នកទេហើយក៏មិនសុំឲ្យអ្នកត្រឡប់គុំសុបិនអីមានគេវាយប្រហារក្រុមហ៊ុនប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុនផ្ដល់ឲ្យអ្នកគ្រប់យ៉ាងតើអ្នកមានសិលធម៌ដែរឬទេស្ដាប់ខ្ញុំសិនអ្នកត្រូវតែយកកូដមកសង្វិញឥឡូវនេះឈប់សម្ដែងទៅអ្នកស្មានថាគ្មានអ្នកក្រុមហ៊ុនដំណើរការមិនកើតមែនទេលីលែងភ្លាមចូលធ្វើការក្រុមហ៊ុនថ្មីផ្លែតអ្នកប្រញាប់ចង់ទៅជួបសង្សារចាស់របស់អ្នកខ្លាំងណាស់មែនទេលោកឈិនហេតុអ្វីអ្នកគិតបែបនេះតើខ្ញុំត្រូវគេបង្ខំឲ្យមិនអាចទៅធ្វើការកន្លែងផ្សេងបានទេភ្លេចថាអ្នកនៅជាប់កិច្ចសន្យាការងារជាមួយយើងឥឡូវនេះខ្ញុំនឹងប្តឹងអ្នកពីបទប្រកួតខ្ញុំនឹងទាមទារសំណងពីអ្នកចំនួន5លានយ៉នដើមឡើយខ្ញុំស្មានថាអ្នកនឹងសុំទោសខ្ញុំមិននឹកស្មានថាអ្នកបែរជាមកចាប់ប្រកាន់ខ្ញុំមិនសុំទោសអ្នកដែលគំរាមដើម្បីទាមទារប្រាក់រង្វាន់30លានយ៉ននោះ30លានយ៉នលោកប្រធានឈិនអ្នកដឹងច្បាស់ក្នុងចិត្តថាអ្នកបានកុំធ្វើជាមិនដឹងមិននឿអីរឿងនេះនៅមានរឿងអ្វីទៀតមែនទេលោកប្រធានឈិនមែនទេកុំថាឡើយសំណង30លានយ៉នទោះបី300លានយ៉នក៏គាត់មានតម្លៃដល់ថ្នាក់នោះដែរខ្ញុំត្រូវតែអរគុណលោកប្រធានឈិនតែបានបញ្ជូនបុគ្គលិកឆ្នាំម្នាក់នេះមកឲ្យខ្ញុំសំណងរំលោភកិច្ចសន្យា5លានយ៉នមែនទេក្រុមហ៊ុនធានជីរបស់ខ្ញុំនឹងសងជូនអូអញ្ចឹងទេប្រាក់រង្វាន់30លានយ៉នរបស់បេឈួនគឺអ្នកជាអ្នកឲ្យមែនទេក្រុមហ៊ុនធានជីពិតជាចិត្តទូលីមែនខ្ញុំសូមប្រកាសប្រជុំមុខជាមួយក្រុមហ៊ុនឈិនស៊ឺជាផ្លូវការនៅក្នុងកិច្ចប្រជុំបច្ចេកវិទ្យាខែក្រោយក្រុមហ៊ុនធានជីរបស់យើងនឹងក្លាយជាលេខ1ក្នុងវិស័យនេះល្អណាស់ឥឡូវលេងលាក់បាំងទៀតហើយបេឈួនបើអ្នកចង់បានលុយអ្នកអាចនិយាយជាមួយខ្ញុំដោយផ្ទាល់30លានយ៉នមិនមែនមិនអាចឲ្យទេខ្ញុំអាចឲ្យបានប៉ុន្តែអ្នកមិនអាចមកដណ្ដើមយកបែបនេះទេជប់និយាយទៅលោកប្រធានឈិនរឿងដែលអ្នកគិតយ៉ាងណានោះជារឿងរបស់ខ្ញុំបានចូលធ្វើការនៅក្រុមហ៊ុនធានជីរួចហើយជួបគ្នានៅកិច្ចប្រជុំខែក្រោយសង្ឃឹមថាក្រុមហ៊ុនឈិនស៊ឺនឹងអាចទប់ទល់នឹងការធ្លាក់ចុះនៃតម្លៃភាគហ៊ុនបានឯងលោកប្រធានឈិនបើក្រុមហ៊ុនអ្នកអាចរក្សាតម្លៃភាគហ៊ុនបានហើយអាចរកបុគ្គលិកដែលស័ក្តិសមនឹងគម្រោងជាហាងបានយើងអាចនឹងសហការគ្នាបន្តទៀតលីហើយមិនល្អហើយលោកប្រធានឈិនដោយសារតែលោកបានបិទផ្លូវការងាររបស់បេឈួនធ្វើឲ្យតម្លៃភាគហ៊ុនក្រុមហ៊ុនយើងធ្លាក់ចុះយ៉ាងខ្លាំងឥឡូវនេះវាធ្លាក់ចុះមិនដល់ពាក់កណ្ដាលនៃតម្លៃទីផ្សារផងអ្វីគ្រាន់តែជាបុគ្គលិកម្នាក់ប៉ុណ្ណោះហេតុអ្វីការបិទផ្លូវបេឈួនធ្វើឲ្យភាគហ៊ុនធ្លាក់ចុះខ្លាំងម្ល៉េះព្រោះទីផ្សារយោធាក្រុមហ៊ុនឈិនស៊ឺមានថ្ងៃនេះគឺសុទ្ធតែមកពីប្រធានក្រុមតែលោកបានបញ្ឈប់ប្រធានក្រុមពីការងារដែលធ្វើឲ្យទីផ្សាររំពឹងទុកបែបនេះយើងមិនអាចបន្តគម្រោងជាហាងបានទៀតទេបើដឹងបែបនេះកុំចេញសេចក្តីប្រកាសបិទផ្លូវគាត់អីក្រុមហ៊ុនក៏មិនធ្លាក់ចុះដល់ថ្នាក់នេះដែរបានហើយអ្នកត្រឡប់ទៅវិញសិនទៅមួយខែទៀតនឹងមានកិច្ចប្រជុំកម្ពុជាក្នុងវិស័យខ្ញុំចង់ឲ្យគេឃើញទាំងអស់ទោះបីជាមិនបានរួមដំណើរជាមួយពួកយើងក៏ដោយក៏អន្តេរឿងនោះគឺប្រកាសណាស់បានឬគេនិយាយថានឹងស្លៀកពាក់របស់ក្រុមហ៊ុនយើងនឹងកាន់តែរីកចម្រើនទៅមុខទៀតក្រុមហ៊ុនឈិនជាពិតជាភ្នែកមិនដល់មែងយករបស់អន់មកធ្វើជាកំណប់ទៅបានយើងបន្តប្រគល់ឲ្យអ្នកហើយលោកប្រធានឈិនខ្ញុំឲ្យតែអ្នកអាចដឹកនាំក្រុមហ៊ុនក្នុងកិច្ចប្រជុំកម្ពុជាខែក្រោយធ្វើឲ្យក្រុមហ៊ុនបេឈួននិងក្រុមហ៊ុនធានជីធ្លាក់ចុះចាញ់ឲ្យបានប្រាក់រង្វាន់30លានខ្ញុំឲ្យគ្រប់ចំនួន30លានលោកកុំបារម្ភខ្ញុំនឹងជួសជុលប្រព័ន្ធឲ្យល្អឥតខ្ចោះ30លានល្អណាស់លើកនេះយើងមានលុយចាយហើយលោកស្រីឈៀនទៅតែពេលនេះទេបុគ្គលិកផ្នែកបច្ចេកទេសទាំងអស់ដាក់ពាក្យលាលែងពីការងារអ្នកថាអ្វីណាលាលែងទាំងអស់គ្នាបាទពួកគេនិយាយថាសូម្បីតែបុគ្គលិកឆ្នាំដូចជាប្រធានក្រុមដែលល្អឥតខ្ចោះតែត្រូវក្រុមហ៊ុនធ្វើបាបយ៉ាងនេះពួកគេក៏មិនចង់ធ្វើការបន្តទៀតដែរពួកក្បត់នេះពេលក្រុមហ៊ុនចិញ្ចឹមពួកគេនៅណាលោកប្រធានឈិនសូមកុំខឹងប្រកាសជាបេឈួនម្នាក់នោះហើយដែលលួចឆក់យកដៃគូរបស់លោកម្យ៉ាងទៀតបុគ្គលិកក៏ដូចជាឆ្កែដែរអ្នកណាឲ្យលុយច្រើនគេទៅតាមអ្នកនោះលោកប្រធានឈិនសូមលោកគ្រាន់តែបន្ថែមប្រាក់បន្តិចបន្តួចប៉ុណ្ណោះពួកគេនឹងត្រឡប់មកធ្វើការឲ្យលោកវិញហើយឲ្យតែលោកព្រមឲ្យប្រាក់រង្វាន់យើងមិនអាចកាត់លុយពួកគេបានទៀតទេទៅប្រាប់ផ្នែកបច្ចេកទេសទៅអ្នកណាព្រមនៅបន្តដំឡើងប្រាក់ខែ50ប្រាក់រង្វាន់ចុងឆ្នាំគុណនឹង2ខ្ញុំហត់ហើយរឿងនេះប្រគល់ឲ្យអ្នកចុះលោកកុំបារម្ភខ្ញុំនឹងធ្វើឲ្យពួកគេស្ដាប់បង្គាប់វិញពួកឯងស្ដាប់ឲ្យច្បាស់អ្នកណាហ៊ាននិយាយរឿងលាលែងទៀតកាត់ប្រាក់ខែនេះចោលទាំងអស់ធ្វើការឲ្យល្អទៅបើធ្វើការល្អប្រាក់រង្វាន់ខែនេះ500យ៉នអាមេរិកប្រវ័ញ្ចនេះធ្វើការគ្មានថ្ងៃឈប់សោះមួយខែបានតែ3000យ៉នសោះហើយគេងយឺតជាងឆ្កែងើបមុនមន់រងាវបានប្រាក់រង្វាន់500យ៉នទៀតខ្ញុំទ្រាំលេងបានហើយពួកអ្នកចង់ធ្វើស្អី
ពួកយើងឈប់ធ្វើហើយអ្នកណាស្រឡាញ់ការងារនេះធ្វើទៅខ្ញុំទៅហើយពួកយើងទៅរកប្រធានគាត់ប្រកាសជាទទួលពួកយើងហ៊ានក្បត់អញមែនទេថ្ងៃនេះបើអ្នកណាម្នាក់ហ៊ានដើរចេញពីទ្វារនេះខ្ញុំនឹងកាត់ប្រាក់ខែទ្វេដងលោកប្រធានហឺលោកបណ្ដេញប្រធានក្រុមទៅចេញហើយនៅចង់ប្រើល្បិចដែលលើពួកយើងសុបិនទៅចុះលោកគិតថាពួកយើងជាមនុស្សមានបន្ទុកគ្រួសារត្រូវខ្វល់ខ្វាយមែនទេសុំទោសផងពួកយើងចំនួនក្រោយគឺមិនខ្លាចការគៀបសង្កត់ក្នុងកន្លែងធ្វើការទេពួកអ្នកហើយបើខ្ញុំអាចធ្វើបានដូចពួកគេខ្លះក៏ល្អចាប់ពីពេលនេះទៅផ្នែកបច្ចេកទេសខ្ញុំជាអ្នកទទួលខុសត្រូវទាំងអស់គ្នាត្រូវតែខំប្រឹងឲ្យអស់ពីសមត្ថភាពអ្នកណាហ៊ានខ្ជិលខ្ញុំនឹងកាត់ប្រាក់ខែនឹកប្រធានក្រុមពេលណាខ្ញុំមើលមនុស្សមិនខុសមែនពេលជួនអ្នកត្រូវថែរក្សាសុខភាពផងកុំធ្វើការខ្លាំងពេកទោះបីយើងចាញ់ក៏មិនអីដែរលោកស្រីលូផ្ដល់ប្រាក់ខែឲ្យខ្ញុំខ្ពស់ណាស់ខ្ញុំត្រូវតែតបស្នងការទុកចិត្តនេះសល់តែកន្លះខែទៀតនឹងដល់ថ្ងៃប្រជុំកំពូលឧស្សាហកម្មប្រព័ន្ធថ្មីនេះនឹងផ្លាស់ប្ដូរវិស័យនេះទាំងស្រុងចាប់ពីថ្ងៃនេះទៅអ្នកមិនមែនជាបុគ្គលិករបស់ខ្ញុំទេគឺដៃគូសហការរបស់ខ្ញុំធ្វើតាមចិត្តកុំបារម្ភអីបើបរាជ័យខ្ញុំនឹងទទួលខុសត្រូវជាមួយអ្នកបើជោគជ័យគិតយូរជារបស់អ្នកគ្រាន់តែពេលនេះមនុស្សមិនសូវគ្រប់បណ្ដោះបណ្ដាលថ្មីក៏មិនទាន់ដែរកុំបារម្ភខ្ញុំនឹងឲ្យផ្នែកធនធានមនុស្សជ្រើសរើសបុគ្គលិកថ្មីភ្លាមប្រធានក្រុមប៉ីពួកអ្នកមកទីនេះធ្វើអីគឺហុងនឹងអ្នកផ្សេងទៀតធ្វើខ្លួនមិនសមជាមនុស្សទេបង្ខំឲ្យពួកយើងធ្វើការប្រាក់ខែពួកយើងទៀតពួកយើងទើបតែយល់ពីប្រធានក្រុមថាហេតុអ្វីបានជាអ្នកសម្រេចចិត្តឈប់នឹងហើយប្រធានក្រុមពួកយើងមកជួបលោកគឺចង់មកធ្វើការជាមួយលោកទៅណាពួកយើងទៅនឹងធ្វើបែបនេះមិនដូចជាខ្ញុំទៅដណ្ដើមមនុស្សពីក្រុមហ៊ុនខេនទេពួកយើងស្ម័គ្រចិត្តមកធ្វើការជាមួយលោកដោយខ្លួនឯងទេទោះប្រាក់ខែមិនច្រើនក៏ពួកយើងព្រមដែរពិតមែនហើយសុំតែឲ្យបានធ្វើការជាមួយលោកប្រាក់ខែតិចជាងមុនបន្តិចក៏ពួកយើងទទួលយកបានដែរលោកមិនដឹងថាលោកអាចទទួលពួកយើងបានទេពួកយើងសុទ្ធតែជាអ្នកជំនាញខាងបច្ចេកទេសប៉ុន្មានឆ្នាំមកនេះពួកយើងធ្វើការជាមួយគ្នាបានយ៉ាងរលូនឥឡូវពួកគេគ្មានកន្លែងទៅទេលោកជួយពិចារណាផងបើអ្នកទាំងអស់គ្នាយល់ព្រមមកខ្ញុំទទួលទាំងអស់មិនត្រឹមតែរៀបចំកន្លែងស្នាក់នៅនិងអាហារទេថែមទាំងដំឡើងប្រាក់ខែឲ្យដល់12,000 យ៉នទៀតអ្វីណា12,000អរគុណលោកច្រើនណាស់អ្នកដែលត្រូវអរគុណគឺខ្ញុំក្រុមហ៊ុនយើងកំពុងតែខ្វះមនុស្សបើមិនបានអ្នកទាំងអស់គ្នាជួយទេហើយជាលោកស្រីភីត្រូវធ្វើការទាំងយប់ទាំងថ្ងៃហើយខ្ញុំមិនចង់ឃើញបុគ្គលិករបស់ខ្ញុំធ្វើការរហូតដល់ដាច់ខ្យល់ស្លាប់នៅទល់នោះទេបើអញ្ចឹងចាប់ផ្ដើមធ្វើការទៅរួចរាល់ហើយប្រព័ន្ធខេងហេងឈានដល់ដំណាក់កាលចុងក្រោយហើយ3ថ្ងៃទៀតវានឹងធ្វើឲ្យគ្រប់គ្នាតក់ស្លុតមិនខានពិតប្រាកដណាស់នេះគឺជាប្រព័ន្ធដែលលោកស្រីខំប្រឹងអស់ពីកម្លាំងកាយចិត្តលើកនេះក្រុមហ៊ុនខេននឹងត្រូវស្ដាយក្រោយដើម្បីឲ្យប្រកាសថាគ្មានកំហុសខ្ញុំរងចាំឲ្យប្រព័ន្ធនេះរួចរាល់សិនចាំត្រឡប់ទៅផ្ទះយប់ជ្រៅហើយហេតុអ្វីអ្នកមិនទាន់ទៅទៀតគឺខ្ញុំបារម្ភដែលអ្នកនៅក្រុមហ៊ុនម្នាក់ឯងម្យ៉ាងទៀតខាងក្រុមហ៊ុនខេនបានបញ្ចេញព័ត៌មានថាប្រព័ន្ធ High Hang ដែលពួកគេត្រៀម3ឆ្នាំមកនេះនឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលពីថ្ងៃនេះភាគហ៊ុនក្រុមហ៊ុនខេនកំពុងកើនឡើងហើយខាងក្រៅក៏កំពុងតែនិយាយដាំអ្នកគេនិយាយថាខ្ញុំគ្មានសមត្ថភាពទើបចាក់ចេញពីក្រុមហ៊ុនខេនមិនមែនទេគេថែមទាំងនិយាយថាខ្ញុំខ្វះក្រមសីលធម៌វិជ្ជាខ្ញុំជឿជាក់លើអ្នកដោយគ្មានលក្ខខណ្ឌព័ត៌មានទាំងនេះគ្រាន់តែជាល្បិចបោកបញ្ឆោតអ្នកវិនិយោគប៉ុណ្ណោះពួកគេកំពុងតែស៊ូក្នុងគ្រាចុងក្រោយប្រព័ន្ធចាស់គម្រើរបស់ពួកគេនោះមិនបាច់និយាយដល់ក៏បានដាំឡើយខ្ញុំគិតថាបើបានប្រាក់រង្វាន់មកនឹងមានលុយយកទៅអាប់ដេតកូដប្រព័ន្ធ High Hang ថ្មីតែឥឡូវមិនអីទេយើងចាប់ផ្ដើមគម្រោងនេះទៅមកខ្ញុំប្រាប់អ្នកនេះជាផ្នែកមួយនៃគម្រោងមេឃរបស់យើងប្រព័ន្ធភ្នែកទឹកចំណុចសំខាន់គឺការទូទាត់នានាការទីផ្សារយ៉ាងត្រឹមត្រូវគឺលើសពី95ចុះបែបនេះមិនមែនធ្វើឲ្យរង្គោះរង្គើទាំងវិស័យទេពិតមែនហើយពេលប្រព័ន្ធនេះរួចរាល់ក្នុងសន្និសីទឧស្សាហកម្ម3ថ្ងៃទៀតក្រុមហ៊ុនយើងនឹងក្លាយជាលេខ1តែគ្មានអ្នកណាប្រកួតប្រជែងបាននៅសល់តែ3ថ្ងៃទៀតនឹងដល់ថ្ងៃសំខាន់អ្វីពួកអ្នកនៅតែធ្វើមិនទាន់រួចពួកអ្នកវាគ្មានសមត្ថភាពសោះលោកនាយកកុំបន្ទោសពួកយើងអីកូដមូលដ្ឋាននេះគឺលោកផៃជាអ្នកបង្កើតមានតែគាត់ទេដែលយល់ច្បាស់មែនហើយមានតែលោកផៃម្នាក់គត់ដែលធ្វើបានផៃទៀតហើយមានតែឈ្មោះផៃពេញមាត់ចាំមើលសិនទៅចុះប្រព័ន្ធកប៉ាល់ហោះទៅដល់ណាហើយលោកនាយកឈិនប្រព័ន្ធចិត្តរួចរាល់ហើយលោកកុំបារម្ភលើកនេះក្រុមហ៊ុនយើងនឹងឈានមុខគេជាក់ជាមិនខានប្រព័ន្ធនេះសំបីតែស្រមោលក៏មិនទាន់ឃើញផងលោកលីពូកែតែនិយាយមែនហើយបើមិនមែនដោយសារឯកសារបច្ចេកទេសរបស់លោកផៃគាត់ប្រហែលជាធ្វើអ្វីមិនកើតទេមនុស្សបែបនេះឡើងតំណែងជានាយកបានយ៉ាងម៉េចលោកនាយកឈិនពីថ្ងៃនេះខ្ញុំបានឲ្យមិត្តរួមការងារជួយផ្សព្វផ្សាយពាក្យចាំអារម្មណ៍ពីលោកផៃលោកឃើញស្រាប់ហើយថាភាគហ៊ុនកំពុងឡើងថ្លៃ
ដែលអ្នកផ្សព្វផ្សាយរឿងលោកផៃគឺអ្នកមែនទេលោកនេះយកខ្ញុំធ្វើដើម្បីក្រុមហ៊ុនទេអ្នកដឹងទេថាបើគេដឹងថាពួកយើងលួចកែសម្រួលតម្លៃភាគហ៊ុនវាជារឿងក្តីក្តាមធ្ងន់ធ្ងរណាស់ខ្ញុំគ្រាន់តែមិនចង់ឃើញលោកនេះយកហត់នឿយខ្ញុំបារម្ភពីលោកទេខ្ញុំសូមណែនាំឲ្យអ្នកឈប់ធ្វើរឿងនេះទៅឲ្យតែអ្នកដឹកនាំក្រុមបញ្ចប់គម្រោងនេះប្រាក់រង្វាន់ដែលសន្យាខ្ញុំមិនឲ្យខ្វះមួយសេនឡើយចុះពេលនេះក្នុងក្រុមហ៊ុនអ្នកណាខ្លះមិនដឹងប្រាក់រង្វាន់គ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះទោះបីបានមកក៏ត្រូវចាស់កញ្ចាស់ពីអ្នកនោះលេបត្របាក់អស់ដែរឲ្យតែអាចយកឈ្នះអ្នកបានបន្ទប់នេះនឹងក្លាយជារបស់ខ្ញុំមិនខានខ្ញុំសូមប្រកាសថាប្រព័ន្ធខេងហេងត្រូវបានបញ្ចប់ជាផ្លូវការហើយមួយខែពេញដែលមិនបានសម្រាប់ទីបំផុតក៏សម្រេចជោគជ័យពិតជាអរគុណដល់ប្រធានក្រុមដែលនៅជាមួយពួកយើងមែនហើយមានលោកភីជួយជ្រោមជ្រែងការតាំងពីពណ៌ឧស្សាហកម្មលើកនេះពួកយើងប្រកាសជាអាចផ្លាស់ប្ដូរវិស័យនេះបានមិនអីទេប្រព័ន្ធនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើងទាំងអស់គ្នាដើម្បីអរគុណដល់ការរួមដៃគ្នារបស់អ្នកទាំងអស់គ្នាខ្ញុំសម្រេចចិត្តថាការធ្វើការថែមម៉ោងទាំងអស់នឹងទទួលបានប្រាក់ខែ3ដងក្រៅពីនេះមិនថាគម្រោងនេះបញ្ចប់ទៅដោយលទ្ធផលបែបណានោះទេអ្នកទាំងអស់គ្នានឹងទទួលបានប្រាក់រង្វាន់បន្ថែមសូមកុំបារម្ភអីក្រុមហ៊ុន Xianji នឹងមិនឲ្យបុគ្គលិកខាត់បងឡើយបានលើលោកលិននិយាយបែបនេះពួកយើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពរហូតដល់ដាច់ខ្យល់ស្លាប់ក៏ដោយពឹកចុងក្រោយត្រូវបានដោះស្រាយហើយទីបំផុតក៏រួចរាល់ចប់ហើយមែនទេនេះគឺជាកិច្ចស្ពាយដែលផ្ទុកប្រព័ន្ធខេងហេងសម្រាប់បង្ហាញក្នុងកម្មលោកលូសូមលោកថែរក្សាវាឲ្យល្អវាជាការកំណត់អនាគតរបស់ Xianji ធ្វើមិនទៅឥឡូវស្អែកជាថ្ងៃប្រជុំកម្ពុជាឧស្សាហកម្មរហូតមកដល់ពេលនេះគម្រោងហៃហេងនៅតែជាសម្បកទេបើលោកប្រធានដឹងពួកយើងចប់មិនខានបងកាលពីមុនខ្ញុំធ្លាប់ប្រាប់ថាឲ្យចែកប្រាក់រង្វាន់ពាក់កណ្ដាលទៅពីបងមិនព្រមឥឡូវឃើញទេគេទៅធ្វើការនៅ Xianji បាត់បង់ប្រភពចំណូលធំហើយដល់ពេលណាហើយនៅនិយាយឌឺដងទៀតលុយនោះបងមិនបានចាយទេខោអាវបងពាក់នាឡិកានេះហើយឡាន Mercedes ដែលទើបនឹងទិញនៅខាងក្រោមទៀតបើគ្មានខ្ញុំតើបងមានជីវិតសុខស្រួលបែបនេះទេយ៉ាងហោចណាស់ខ្ញុំក៏ដឹងថាអ្វីគួរធ្វើដែរខ្ញុំនៅតែបែងចែកបានជប់និយាយទៅយើងទាំងពីរជិះទូកតែមួយហើយរកវិធីដោះស្រាយទៅឯងគ្មានវិធីដោះស្រាយទេហ៎ចុះខ្ញុំមានវិធីមែនទេខ្ញុំមិនខ្វល់ថាអ្នកប្រើវិធីណាទេស្អែកជាថ្ងៃប្រជុំកម្ពុជាក្នុងវិស័យនេះហើយខ្ញុំចង់ឃើញប្រព័ន្ធថ្មីដែលធ្វើឲ្យវិស័យនេះភ្ញាក់ផ្អើលឲ្យធ្វើក្នុងមួយថ្ងៃនឹងណាអីអ្នកដឹងខ្លួនទេទោះខាត់ដល់ណាក៏ធ្វើមិនទាន់ដែរគិតដល់ប្រាក់រង្វាន់30លានយ៉ននោះវាដល់ទៅ30លានឲ្យតែអ្នកដោះស្រាយការប្រជុំស្អែកបានរក្សាតម្លៃភាគហ៊ុនឲ្យនឹងចាំបានប្រាក់រង្វាន់មកយើងនឹងសប្បាយហើយលោកលីខ្ញុំសន្យាថានឹងចែកឲ្យអ្នក3លានយ៉ន3លានយ៉នអាចាស់កញ្ឈើម្នាក់នេះជឿបានឯណាឥឡូវមានតែវិធីមួយទេវិធីអីជួគេធ្វើខ្ញុំស្គាល់អ្នកជំនាញម្នាក់ក្រុមគាត់ខ្លាំងបំផុតក្នុងវិស័យនេះឲ្យតែមានលុយគឺធ្វើបានគ្រប់យ៉ាងត្រូវការលុយប៉ុន្មានខ្ញុំសូមប្រមានអ្នកទុកមុនកុំឲ្យហ៊ានស៊ីដាច់លុយនោះឲ្យសោះបើខ្ញុំដឹងអ្នកត្រូវតែរៀបចំខ្លួនចេញពីទីនេះ30,000យ៉ន30,000យ៉នអ្នកចង់សម្លាប់ខ្ញុំមែនទេបើស្អែកលោកឈិនមិនឃើញគម្រោងនេះហើយគាត់ត្រូវខ្មាស់គេក្នុងពិធីប្រជុំដល់ពេលនោះយើងទាំងពីរនឹងត្រូវបណ្ដេញចេញលោកប្រធានលីគម្រោងទៅដល់ណាហើយអ្នកដឹងទេថាអ្វីគួរនិយាយអ្វីមិនគួរនិយាយភ្ញាក់ផ្អើលជាងនឹងទៀតអូលោកឈិនប្រព័ន្ធនេះបានរៀបចំរួចរាល់ហើយជឿជាក់លើខ្ញុំចុះលោកស្អែកនេះយើងនឹងធ្វើឲ្យវិស័យនេះភ្ញាក់ផ្អើលល្អណាស់ពួកអ្នកហត់នឿយហើយត្រឡប់ទៅសម្រាប់ចុះកុំភ្លេចផ្ញើ SP ឲ្យខ្ញុំក៏ត្រូវសម្រាប់ដែរដើម្បីត្រៀមការប្រជុំស្អែកធ្វើអត់ពេលវេលាចិត្តអស់ហើយបានឲ្យតែបោកគេបានលុយ30លានយ៉នហើយយើងនឹងលីឈប់ដល់ពេលនោះយើងនឹងមានសេរីភាពហើយទៅហើយណាប្រាប់ឲ្យគេធ្វើឲ្យលឿនឡើងបងប្រុសទទួលការងារទេលុយ30,000នឹងយ៉ាងម៉េចបងឲ្យខ្ញុំធ្វើប្រព័ន្ធព្យាករណ៍ដែលខ្លាំងបំផុតក្នុងវិស័យនេះមែនទេបងលេងយើងធ្វើបានត្រឹមតែហ្គេមតូចប៉ុណ្ណោះបងទៅរកអ្នកផ្សេងធ្វើទៅខ្ញុំដឹងថាធ្វើមិនកាត់ទេកុំថាឡើយ30,000ទោះថែមសូនមួយទៀតក៏គ្មានអ្នកណាធ្វើដែរខ្ញុំគ្រាន់តែខឹងរឿងហ្នឹងបងជួយធ្វើឲ្យខ្ញុំមួយមកតែអ្នកនិយាយដល់គឺបេឈួនមិនជាអ្នកដែលនៅក្នុងវិស័យនេះតែប្រើសមត្ថភាពខ្លួនឯងនាំក្រុមហ៊ុនខ្លាយជាកម្ពុជាក្នុងវិស័យជាអ្នកបច្ចេកទេសជំនាញមែនទេបងស្គាល់គាត់ដែរហេហាកុំឃើញខ្ញុំនៅហាងអ៊ីនធឺណិតអីពីមុនខ្ញុំក៏ជាអ្នកជំនាញក្នុងវិស័យនេះដែរគ្រាន់តែធុញនឹងការដណ្ដើមអំណាចក្នុងកន្លែងការងារចង់បានភាពស្ងប់ស្ងាត់ជាងចុះយ៉ាងម៉េចធ្វើអត់និយាយទៅពួកអ្នកស្លៀកពាក់ខោអាវធំដូចពួកបងពិតជាអាក្រក់ណាស់បានហើយផ្ញើលុយមកធ្វើភើខ្ញុំនៅតែអាចធ្វើបាន
រួចរាល់ហើយខ្ញុំផ្ញើឲ្យបងហើយតាក់ក្នុង Facebook ទៅបានហើយត្រូវការពិនិត្យមើលទេពិនិត្យអីទៀតឲ្យតែរួចការបានហើយអរគុណច្រើនបងប្រុសធ្វើការថែមម៉ោងពេញមួយខែទីបំផុតក៏រួចរាល់មែនហើយតែលោកនាយកពិតជាល្អចំពោះពួកយើងណាស់មិនដូចពួកអ្នកនៅក្រុមហ៊ុនចាស់នោះទេកេងប្រវាញ់ណាស់ឲ្យលុយថែមម៉ោងតែ500យ៉នមួយខែនេះអ្នកទាំងអស់គ្នាពិតជាហត់នឿយហើយឥឡូវប្រព័ន្ធនេះរួចរាល់ហើយរងចាំតែថ្ងៃស្អែកក្នុងកម្មវិធីប្រជុំវិស័យនេះជូនពរឲ្យពួកយើងជោគជ័យខ្លាំងនៅថ្ងៃស្អែកវិស័យនេះតាមពិតទៅបើគ្មានការអំដំណើរនៅឯបរទេសទេនោះគឺមិនកើតទេគឺមេស្រីម្នាក់នោះនិងពួកវាមិនមែនជាមនុស្សល្អទេខុបខិតគ្នាកាត់ប្រាក់ខែមិនចាត់ទុកពួកយើងជាមនុស្សសោះរឿងពីមុនកន្លងផុតទៅហើយខ្ញុំគ្រាន់តែមើលមិនដាច់ចិត្តប៉ុណ្ណោះស្អែកនេះយើងត្រូវតែធ្វើឲ្យពួកគេខ្មាស់គេឲ្យបានមកបងប្រុសញ៉ាំមួយកែវមកកុំប្រកាន់អីណាខ្ញុំនៅជាមួយពួកគេយូរហើយធម្មតារវល់ដល់យប់ជ្រៅចូលចិត្តញ៉ាំបៀរនិងសាច់អាំងបែបនេះឯងឲ្យតែអ្នកចូលចិត្តខ្ញុំក៏ចូលចិត្តដែរយូរហើយដែលមិនបានមានអារម្មណ៍បែបនេះមកខ្ញុំសូមជូនពរមួយកែវមានរឿងអីមែនទេចូលកែវលោកហេនជឿហេតុអ្វីបានជាអ្នកបដិសេធខ្ញុំកាលនោះហេតុអ្វីទៅបើមិនអញ្ចឹងខ្ញុំក៏មិនជ្រើសរើសជួយឈិនរួយដែរឈិនអ្នកជាមិត្តរួមបន្ទប់របស់លោកហេនជឿមែនទេជួយយកសម្បត្តិនេះឲ្យគាត់ផងហេតុអ្វីខ្ញុំត្រូវធ្វើហេតុអ្វីមនុស្សដែលខ្ញុំស្រឡាញ់ត្រូវតែស្រឡាញ់លោកហេនជឿពេលជួនអ្នកជារបស់ខ្ញុំត្រូវតែជាបែបនេះលោកហេនជឿថ្ងៃនេះខ្ញុំបានជួបពេលជួនគាត់ថាគាត់មិនស្រឡាញ់អ្នកទេគឺស្រឡាញ់ខ្ញុំពេលជួនកុំសោកសៅពេកអីលោកហ៊ានជឿមិនស្រឡាញ់អ្នកតាមពិតទៅខ្ញុំស្រឡាញ់អ្នកយូរមកហើយដល់ឱកាសឲ្យខ្ញុំម្ដងទៅលោកហ៊ានជឿពេលរៀនមហាវិទ្យាល័យអ្នកតែងតែលើកខ្ញុំគ្រប់យ៉ាងហេតុអ្វីគ្រប់គ្នាសុទ្ធតែស្រឡាញ់អ្នកលើកនេះខ្ញុំត្រូវតែធ្វើឲ្យអ្នកនិងក្រុមហ៊ុនរបស់អ្នកខ្សែធនឲ្យបានហើយពេលជួនក៏នឹងត្រឡប់មករកខ្ញុំវិញដែរយប់មិញខ្ញុំបានផឹកជាមួយលោកហានជឺពេលជួនអ្នកភ្ញាក់ហើយមែនទេមកញ៉ាំបាយមកហើយរឿងនោះសុំទោសផងណាខ្ញុំនឹងទទួលខុសត្រូវអ្នកត្រូវតែទទួលខុសត្រូវស្រាប់ហើយបើកាលពី10ឆ្នាំមុនអ្នកទទួលខុសត្រូវក៏មិនឲ្យខ្ញុំរងចាំយូរម្ល៉េះតែខ្ញុំចាំបានថាពេលរៀនមហាវិទ្យាល័យខ្ញុំធ្លាប់សរសេរសម្បត្តិស្នេហ៍ឲ្យអ្នកបដិសេធខ្ញុំមិនដែលទទួលបានសម្បត្តិរបស់អ្នកទេតែខ្ញុំស្រឡាញ់អ្នកជានិច្ចតែសម្បត្តិនោះប្រាប់ខ្ញុំថាអ្នកមិនស្រឡាញ់ខ្ញុំទេឥឡូវអ្នកយល់ហើយមែនទេថាគាត់ជាមនុស្សបែបណាអូបែបនេះសោះតោះទៅវិញទៅថ្ងៃនេះមានកិច្ចប្រជុំធំកុំឲ្យគេមកបំផ្លាញអារម្មណ៍យើងអីអ្នកគិតថាក្រុមហ៊ុន TNG នឹងមកមែនទេមកធ្វើអីមកឲ្យគេអាម៉ាស់មុខមែនហានិយាយក៏ត្រូវដែរត្រឹមមួយខែបង្កើតផលិតផលថ្មីស្រឡាងសុបិនទាំងថ្ងៃច្បាស់ណាស់អ្នកណាថាពួកយើងគ្មានគម្រោងអាហោះក្រុមហ៊ុន Chen បានចិញ្ចឹមអ្នកប៉ុន្មានឆ្នាំមកនេះមិនដឹងគុណគេហើយនៅមកធ្វើបែបនេះទៀតពិតជាមនុស្សអត់គុណធម៌មែនខ្ញុំធ្វើអ្វីខ្លះឲ្យក្រុមហ៊ុន Chen អ្នកនាង Chen ចេញដឹងច្បាស់ជាងគេខ្ញុំមិនត្រូវការឲ្យឆ្កែមកព្រុសដាក់ខ្ញុំទេគេឈ្មោះអ្នកស្អុយអស់ហើយខាងក្រៅគេដឹងគ្រប់គ្នាអ្នកយកបច្ចេកទេសនិងបទពិសោធន៍ពីក្រុមហ៊ុន Chen ទៅលក់ឲ្យគេហៅថាជាមនុស្សក្បត់ជាតិក៏មិនលើដែរហាហាលើកនេះខ្ញុំមិនបានប្រើបច្ចេកទេសចាស់ទេគឺជារចនាសម្ព័ន្ធថ្មីនិងផលិតផលថ្មីទាំងស្រុងជាប្រព័ន្ធដែលនឹងផ្លាស់ប្ដូរវិស័យនេះទាំងស្រុងហាហាសមត្ថភាពបច្ចេកទេសរបស់ខ្ញុំអ្នកទាំងអស់គ្នានៅទីនេះប្រហែលជាដឹងច្បាស់ហើយនាយកលីដឹងច្បាស់ជាងគេមែនទេតើអ្នកណាទៅដឹងតែខ្ញុំក៏ត្រូវអរគុណអ្នកដែរបើមិនមែនព្រោះតែប្រព័ន្ធជីហាងដែលអ្នកបន្សល់ទុកឲ្យខ្ញុំក៏មិនអាចឡើងមកដល់តំណែងនេះដែរមែនទេអ្នកប្រកាសទេថាប្រព័ន្ធមិនទាន់កាំងខ្ញុំប្រាប់ឲ្យដឹងចុះទោះអ្នកកាំងក៏ប្រព័ន្ធមិនកាំងដែរមិនល្អហើយនាយកលីប្រព័ន្ធកាំងទៀតហើយមិនក៏កាំងទៀតមិនមែនអ្នកប្រាប់ថាដោះស្រាយរួចហើយទេខ្ញុំធ្លាប់ប្រាប់វិធីសាស្ត្រដល់អ្នកទាំងអស់គ្នាហើយតើមិនបានការទេនាយកលើកនេះវាកាំងទាំងស្រុងតែម្ដងឃើញតែលេខកូដញញ៉ាពួកយើងមើលមិនយល់សំបីបន្តិចតើពីដំបូងអ្នកណាជាអ្នករចនាកូដស្មុគស្មាញបែបនេះគឺខ្ញុំ
បើគ្មានកូដរបស់ខ្ញុំទេថ្ងៃនេះវាមិនមែនត្រឹមតែកងទេគឺប្រព័ន្ធការពារនឹងត្រូវគេទម្លុះអស់ហើយអ្វីលោកស្រីឈិនកុំស្ដាប់គាត់និយាយផ្ដេសផ្ដាសអីទុកចិត្តខ្ញុំចុះរឿងតូចតែទេខ្ញុំដោះស្រាយបានភ្លាមមិនល្អហើយលោកស្រីឈិននាយកលីទូរស័ព្ទអូនត្អែពីអតិថិជនចូលមកមិនឈប់ទេពួកគេចង់បានលុយវិញដោយចោទយើងថាបោកប្រាស់មួយផ្លែតទៀតប្រព័ន្ធការពាររបស់អ្នកនឹងលែងមានន័យទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុននឹងត្រូវគេឃើញអស់មិនខាននៅតែគិតថាជារឿងតូចតែទៀតមែនទេរឿងរបស់ក្រុមហ៊ុនយើងតាំងពីពេលណាទៅដែលដល់វេនមនុស្សអត់ប្រយោជន៍ដូចអ្នកមកចង្អុលបង្ហាញកុំមកនិយាយបំភ័យគេឯងនៅទីនេះលោកនាយកខេនអ្នកត្រូវជឿជាក់លើខ្ញុំឡៃសែងអ្នកធ្វើការជាមួយគ្នាអ្វីបានជាចេះតែរឿងកលល្បិចតែមិនចេះសមត្ថភាពបច្ចេកទេសរបស់អ្នកក៏ដូចជាមនុស្សចេះតែរកស៊ីកេងចំណេញប្រាប់ត្រង់ចុះវិធីសាស្ត្រដោះស្រាយបញ្ហាបែបនេះវាគ្រាន់តែជាការបិទបាំងបណ្ដោះអាសន្ននៅពេលដែលប្រព័ន្ធដំណើរការច្រើនពេកវានឹងធ្វើឲ្យម៉ាស៊ីនមេផ្ទុកលើសកម្រិតលទ្ធផលចុងក្រោយគឺចប់ហើយលើកនេះម៉ាស៊ីនមេគាំងហើយបើម៉ាស៊ីនមេគាំងប្រព័ន្ធនឹងដួលរលំទាំងស្រុងមានតែមនុស្សល្ងងទេតែនៅតែប្រើវិធីនេះដោះស្រាយបញ្ហានេះហើយជាមូលហេតុដែលខ្ញុំតែងតែប្រាប់អ្នកថាចំណាយលុយទិញម៉ាស៊ីនមេល្អទៅតែអ្នកមិនស្ដាប់គ្មានជំរឿខ្ញុំមានតែខំធ្វើការថែម៉ោងដើម្បីកែសម្រួលកូដនិងថែទាំប្រព័ន្ធតែរឿងទាំងនេះអ្នកមិនដែលមើលឃើញទេមិនមែនទេខ្ញុំទិញហើយលើកមុនខ្ញុំទើបតែអនុម័តលុយដល់ទៅទិញម៉ាស៊ីនមេថ្មីអ្នកមិនបានប្រើទៅពេលជួនបើបច្ចេកទេសមិនដល់កុំមកបន្ទោសរឿងបច្ចេកទេសម៉ាស៊ីនមេថ្មីអ្វីទៅខ្ញុំមើលទៅនេះគ្រាន់តែជាលេសដែលអ្នកចង់បានលោកប្រធានខេនបើប្រៀបធៀបទៅនឹងក្រុមហ៊ុនអ្នកគួរតែបារម្ភពីមនុស្សនៅជុំវិញខ្លួនវិញទៅកុំឲ្យគេលក់អ្នកទាំងរស់ដោយមិនដឹងខ្លួនលូហ៊ានមិនដល់វេនអ្នកមកចំអកឲ្យខ្ញុំទេបើមិនមែនព្រោះតែអ្នកតាពេលជួនចាក់ចេញពីខ្ញុំដោយរបៀបណាទោះបីគ្មានហ៊ានក៏ដោយក៏គ្មានអ្នកណាយកជីវិតមកបដូរនឹងប្រាក់រង្វាន់ $3,000 ដែរអ្វីស្អីទៅជួនលោកប្រធានឈិនតែងតែជាមនុស្សដែលច្បាស់លាស់រឿងការផ្ដល់រង្វាន់លុយ $3,000 ឲ្យអ្នកណាទៅលោកប្រធានឈិនលោកទៅជួនកំពុងតែនិយាយរឿងមិនសមហេតុផលនោះទេអ្នកត្រូវតែជឿជាក់លើពួកយើងហ៊ានហៅគាត់ថាហាន់ទៀតត្រូវហើយភីឈួនគឺជាសង្សាររបស់ខ្ញុំបានសន្យាជាមួយគាត់តាំងពីគាត់ចូលធ្វើការមកមិនដូចជាអ្នកដែលចេះតែនិយាយត្រឡប់ត្រលិននោះទេទៅចុះអូនយើងទៅវិញទៅលូហានជឿគុំស្មានថាអ្នកឈ្នះឲ្យសោះខ្ញុំនៅមានការក្របចុងក្រោយដែលមិនទាន់ប្រើក្នុងកិច្ចប្រជុំកំពូលលើកនេះខ្ញុំនឹងធ្វើឲ្យពួកអ្នកអាម៉ាស់មុខបំផុតខ្ញុំសូមប្រកាសបើកកិច្ចប្រជុំកំពូលជាផ្លូវការក្រុមហ៊ុនបច្ចេកវិទ្យាដែលចូលរួមមានឈិនស៊ឺនិងក្រុមហ៊ុនធានជីសូមអញ្ជើញលោកនាយកឈិនមកបង្ហាញគម្រោងថ្មីជីហាងទោះបីជាឈិនស៊ឺជួបបញ្ហាមួយចំនួនប៉ុន្តែផលិតផលឈានមុខរបស់យើងជីហាងបានធ្វើការកែតម្រង់បច្ចេកវិទ្យារួចរាល់ហើយវាអាចព្យាករណ៍ហានិភ័យក្នុងវិស័យនេះបានយ៉ាងត្រឹមត្រូវវាជាផលិតផលដែលនឹងផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងនៅក្នុងដៃខ្ញុំនេះគឺជាប្រព័ន្ធជីហាងដែលត្រូវបានកែលម្អថ្មីទាំងស្រុងគ្រាន់តែដោតចូលកុំព្យូទ័រអ្នកនឹងឃើញពីអនាគតពីជួនលូហានជឿលើកនេះខ្ញុំនឹងធ្វើឲ្យអ្នកទាំងពីរស្ដាយក្រោយអូមើលនោះតើវាជាអ្វីទៅមិនអាក្រក់ទេមើលទៅការដែលឈិនស៊ឺបាត់បង់បុគ្គលិកជំនាញដូចជាភីឈួនក៏នៅមានសមត្ថភាពខ្លះដែរគ្រាន់តែថាពាក្យចាំអារ៉ាមនោះជាការពិតភីឈួនពិតជាខ្លាំងមែនឈិនស៊ឺគឺជាក្រុមហ៊ុនឈានមុខគេពិតមែនប្រព័ន្ធនេះមានស្ថិរភាពនិងប្រសិទ្ធភាពខ្ពស់មែនហើយបើអាចសាកល្បងនៅទីនេះបាននោះឈិនស៊ឺនឹងក្លាយជាអ្នកឈ្នះដ៏ធំក្នុងកិច្ចប្រជុំនេះហើយពួកល្ងងទាំងនេះក៏មានសមត្ថភាពដែរតើឲ្យតែបោកបញ្ឆោតបានលុយ3លាននឹងបានមកដល់ដៃលុយ3សែននេះមិនខាត់បងទេលើកនេះបានប្រាក់រង្វាន់30លានហើយហាសូមអរគុណអ្នកទាំងអស់ខ្ញុំសូមអរគុណដល់ក្រុមការងាររបស់ខ្ញុំជាពិសេសនាយកបច្ចេកទេសរបស់ខ្ញុំបើគ្មានគាត់ប្រហែលជាគ្មានឈិនស៊ឺនៅថ្ងៃនេះទេខ្ញុំគឺជាអ្នកបង្កើតប្រព័ន្ធជីហាងនេះប្រព័ន្ធនេះខ្ញុំជាអ្នកបង្កើតវាពីបាត់ដៃទេខ្ញុំក៏សូមអរគុណបុគ្គលិកក្រុមហ៊ុន Ten ទាំងអស់គ្នាបើគ្មានពួកគេក៏គ្មានថៃហើយខ្ញុំក៏ត្រូវអរគុណលោកប្រធាន Ken ដែរគាត់ជាថៅកែដ៏ល្អម្នាក់ខ្ញុំមិនដូចមនុស្សខ្លះទេតែមិនចេះដឹងគុណគេគិតថាខ្លួនឯងខ្លាំងក៏ចង់គ្រប់គ្រងក្រុមហ៊ុនតាមពិតទៅគឺល្ងងខ្លៅបំផុតតាមដែលខ្ញុំដឹងហើយហែងគឺជាកម្លាំងចិត្តរបស់ភីជួនគាត់ជាអ្នកបង្កើតវាឡើងម្នាក់ឯងទាំង server និងប្រព័ន្ធគ្រប់យ៉ាងក្រុមហ៊ុនដែលលួចយកសមិទ្ធផលអ្នកដទៃតើមានសិទ្ធិអ្វីទៅរិះគន់គេមែនហើយខ្ញុំមើលថាប្រព័ន្ធនេះភីជួនបានស្រាវជ្រាវតាំងពីមុនគាត់ឈប់ធ្វើការមកម្លេះតើអ្វីដែលលោកប្រធានលើនិយាយជាការពិតមែនទេក្រុមហ៊ុន Ken លួចយកសមិទ្ធផលរបស់ភីជួនមែនទេអ្នកគ្រប់គ្នាដឹងស្រាប់ហើយហែងគឺជាទ្រព្យសម្បត្តិស្នូលរបស់ក្រុមហ៊ុន Ten ទោះបីបុគ្គលិកឈប់ធ្វើការក៏ដោយវានៅតែជារបស់ក្រុមហ៊ុនដដែលមែនហើយលុយក្រុមហ៊ុនចំណាយគឺជារបស់ក្រុមហ៊ុនហើយចំណែក IP ជួនដែលអ្នកនិយាយដល់នោះគឺគ្មានវិជ្ជាជីវៈតតែសោះលួចបច្ចេកវិទ្យាស្នូលទៅក្រុមហ៊ុនគូប្រជែងពិតជាអាម៉ាស់មុខសម្រាប់វិស័យនេះណាស់ដូច្នេះហើយមនុស្សដូចភីជួនគួរតែត្រូវគេដេញចេញពីវិស័យនេះឃើញទេភីជួនឯងជាអ្នកបង្កើតហែង
តែលើវាជារបស់ខ្ញុំហើយប្រព័ន្ធនេះមានបញ្ហាកូដទាំងអស់គឺញ៉ៃញ៉ៃអស់ហើយតែហេតុអ្វីនៅតែដំណើរការបាន server ទើបតែកង់មិញនេះមិនអាចទៅរួចទេលើកលែងតែវាជារបស់คล้ายពីជួនឯងឈួតទៅហើយមែនទេនៅមានមុខមកសាច់ទៀតខ្ញុំសើចព្រោះពួកអ្នកល្ងងខ្លៅបំផុតចិត្តដល់ថ្ងៃស្លាប់ហើយនៅមាត់រឹងទៀតពេលជួនហេតុអ្វីខ្ញុំមិនដឹងពីមុនថាឯងជាមនុស្សបែបនេះក៏ព្រោះតែខ្ញុំបង្ហាញមុខមាត់ពិតឲ្យឃើញហើយមើលទៅហាក់ដូចជាមានទំនុកចិត្តណាស់តែតាមពិតកំពុងតែភ័យខ្លាចខ្លាំងណាស់កុំបារម្ភរឿងល្អទើបតែចាប់ផ្ដើមក្នុងនៅពេលដែលក្រុមហ៊ុនខេនយូថាហើយហេងគឺជាអនាគតចុះហេតុអ្វីមិនបង្ហាញឲ្យគ្រប់គ្នាឃើញទៅមិនបានទេនេះជាកម្មវិធីសន្និសីទធុរកិច្ចណាយើងគ្រាន់តែបង្ហាញឲ្យឃើញប៉ុណ្ណោះចំណែកឯការអនុវត្តជាក់ស្ដែងគឺសម្រាប់តែក្រុមហ៊ុនដែលសហការទើបអាចមើលឃើញបានមើលទឹកមុខគាត់ចុះខ្ញុំមានអារម្មណ៍ថារឿងនេះមិនដូចអ្វីដែលពួកគេតាមធម្មតាមិនដែលឃើញមានការបង្ហាញបែបនេះទេពិតមែនហើយហេងមានប្រព័ន្ធព្យាករណ៍ទំនើបបំផុតប្រើពេលតែ1វិនាទីក៏អាចដឹងលទ្ធផលដែរអញ្ចឹងសូមលោកខេនបង្ហាញឲ្យគ្រប់គ្នាឃើញទៅមានអ្វីដែលត្រូវខ្លាចតែបើហេងមិនដំណើរការល្អតើលោកភីជួននឹងទទួលខុសត្រូវយ៉ាងណាខ្ញុំនឹងដកខ្លួនចេញពីវិស័យនេះជារៀងរហូតហើយខ្ញុំនឹងសុំទោសក្រុមហ៊ុនខេនទៀតព្រមទាំងសងសំណង30លានយ៉នបើអញ្ចឹងសូមលោកខេនបង្ហាញឲ្យយើងឃើញទៅក្រុមហ៊ុនយ៉ាវរបស់ខ្ញុំនឹងដាក់ទុនបន្ថែម200លានយ៉នក្រុមហ៊ុន Feature របស់ខ្ញុំក៏ដាក់ទុនបន្ថែម500លានយ៉នដែរខ្ញុំក៏ដាក់ទុនបន្ថែមដែរអញ្ចឹងតាមនឹងចុះភីជួនកុំភ្លេចពាក្យសម្ដីខ្លួនឯងណាសូមចាប់ផ្ដើមការសម្ដែងរបស់អ្នកចុះចប់ហើយអាភីជួននេះពិតជាកុំឲ្យមានរឿងអីកើតឡើងឲ្យសោះធ្វើម៉េចទៅនេះហាហានេះជាអ្វីនេះវាជារឿងអ្វីទៅប្រព័ន្ធហៃហេងដែលអាចព្យាករណ៍ប្រាក់ចំណេញនិងនានាការទីផ្សារហេតុអ្វីបានជាខ្លាយជាកុនតុកតាទៅវិញពិតមែនហើយខ្ញុំដឹងតាំងពីដើមថាមានបញ្ហាសំណាងហើយដែលខ្ញុំមិនបានសហការជាមួយពួកគេបើមិនអញ្ចឹងទេលុយ100លានគឺបាត់បង់ឥតប្រយោជន៍ហើយនេះតើវាមានរឿងអ្វីកើតឡើងជប់សិនលោកនាយកឡើយពន្យល់ខ្ញុំឲ្យច្បាស់មកហេតុអ្វីបានជាខៃហេងខ្លាយជាកុនតុកតាមិនមែនកំហុសខ្ញុំទេគឺមកពីប្រធានហ៊ីនឹងឆាវីតារឿងអ្វីហ្នឹងប្រព័ន្ធដែលអ្នកធ្វើខ្លួនឯងតើពាក់ព័ន្ធអ្វីនឹងពួកយើងគ្រាន់តែជាផ្នែកធនធានមនុស្សបច្ចេកទេសអ្នកមិនពូកែដូចគេទើបធ្វើឲ្យខាតបង់បែបនេះថែមទាំងចាយលុយក្រុមហ៊ុនអស់ច្រើនកុំមកនិយាយផ្ដេសផ្ដាសបើអ្នកហ៊ាននិយាយរឿងនេះចេញទៅពួកយើងទាំងអស់គ្នានឹងជាប់គុកមិនខានពួកអ្នកយកសំណាញ់មកគ្រប់លើក្បាលខ្ញុំបែបនេះតើខ្ញុំត្រូវដោះស្រាយយ៉ាងណាទៅអាល្ងងអ្នកអាចនិយាយថាជាកំហុសរបស់ភីជួនបានតើត្រូវហើយគឺគេនឹងឯងគេមានចិត្តណាមិនល្អតាំងពីដើមមកកូដដែលគេឲ្យហៃហេងគឺមានបញ្ហាស្រាប់គេធ្វើបែបនេះដោយចិត្តចង់ឃើញខៃហេងជួបបញ្ហាប៉ុណ្ណោះពិតមែនហើយខ្ញុំឃើញគេធ្វើខ្លួនអាត់កំបាំងរាល់ថ្ងៃប្រហែលជាលួចសិក្សាពីរបៀបបំផ្លាញប្រព័ន្ធហៃហេងហើយមិនចម្លែកទេដែលគេតែងតែរកលេសសុំលុយខ្ញុំថែមទាំងថាទិញម៉ាស៊ីនមេខ្ញុំថាគេគ្រាន់តែចង់ដើម្បីរត់គេខ្លួនពីខៃអស្ចារ្យណាស់ពិតជាអស្ចារ្យមែនគ្រាន់តែជាឯកសារបែរជាអាចយកមកបោកប្រាស់ថាជាប្រព័ន្ធហៃហេងបានដើម្បីបោកលុយអ្នកវិនិយោគខ្ញុំពិតជាបើកភ្នែកធំមែនអ្វីទៅភឹកនេះគ្រាន់តែជាផ្ទេរពីជួនតើវាមានរឿងអ្វីកើតឡើងប្រព័ន្ធហៃហេងនេះជារបស់ខ្លាំងខ្លាយមែនទេព្រោះម៉ាស៊ីនមេរបស់គេបានកង់យូរហើយម៉ាស៊ីនមេគាំងហើយម៉ាស៊ីនមេគឺជាបេះដូងនៃប្រព័ន្ធនៅពេលដែលម៉ាស៊ីនមេគាំងទោះបីជាខៃហេងជាការពិតក៏ដោយគ្មានកម្លាំងកិននាពីម៉ាស៊ីនមេទេវាក៏មិនអាចដំណើរការបានដែរដូច្នេះហើយគេគ្រាន់តែយកផុតមកបបបញ្ឆោតខ្ញុំទេមិនអាចទៅរួចទេអ្វីដែលអ្នកនិយាយមិនមែនជាការខ្ញុំចំណាយលុយរាប់រយលានដើម្បីបង្កើតហៃហេងវាមិនអាចជារបស់ខ្លាំងខ្លាយបានទេ Kenjen សងលុយវិនិយោគពួកយើងមកវិញសងលុយមកសងលុយ10ខ្ញុំពន្យល់សិន10ខ្ញុំពន្យល់សិនដល់ពេលពួកយើងឡើងឆាកហើយខេងហេអុងគឺជាកម្លាំងចិត្តរបស់អ្នកគួរតែជាអ្នកប្រកាសប្រាប់ពិភពលោកចំណែកខ្ញុំសូមត្រឹមតែនៅពីក្រោយអ្នកបានហើយនេះគឺជាគំរូសហកម្មដ៏ធំដែលអាចដឹកនាំអនាគតនិងផ្លាស់ប្ដូរពិភពលោកទាំងមូលប្រព័ន្ធព្យាករណ៍ខ្ញុំហៅវាថាសាំងឆុងវាមានសមត្ថភាពទស្សន៍ទាយអនាគតដឹងពីការឡើងចុះនៃទីផ្សារយ៉ាងច្បាស់និយាយមិនមែនចេះតែនិយាយក្រុមហ៊ុនណាក៏ដោយដែលទទួលបានវាគឺស្មើនឹងទទួលបានសម្បត្តិឆ្ពោះទៅកាន់អនាគតកុហកទេសុទ្ធតែជារឿងកុហកហាហាគាត់មិនហ៊ានបង្ហាញឲ្យពួកយើងឃើញទេ
ល្អណាស់ផៃឈួនអញបោកពួកយើងរួចមកលូកគម្រោងរបស់ឯងបើគ្មានទុនមហាសាលទេអញគ្មានថ្ងៃបង្កើតវាបានឡើយមែនហើយសំបីតែក្នុងបន្ទប់គេងក៏ហ៊ានយកផឹកមកបោកពួកយើងដែរក្រុមហ៊ុនធានជីក៏ប្រហែលជាកុហកដែរមែនទេពេលនេះខ្ញុំលែងជឿនរណាទៀតហើយចង់បានលុយពីហោប៉ៅខ្ញុំសុបិនទៅចុះផៃឈួនអូមិនមែនទេឥឡូវត្រូវហៅថាលោកនាយកផៃថ្ងៃនេះលោកនាយកផៃថាប្រព័ន្ធសាងជុំខ្លាំងណាស់មែនទេបើអញ្ចឹងបង្ហាញឲ្យពួកយើងឃើញបន្តិចមកពិតណាស់គ្មានបញ្ហាទេសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះផៃឈួនមនុស្សជាច្រើនស្គាល់ខ្ញុំតាមរយៈជីហាងប៉ុន្តែចាប់ពីថ្ងៃនេះទៅខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចងចាំឈ្មោះមួយទៀតគឺសាងឆុងបន្ទាប់ពីនេះខ្ញុំនឹងបង្ហាញជូនអ្នកទាំងអស់គ្នានៅសមិទ្ធផលដំបូងនៃគម្រោងសាងឆុងនេះជារឿងដែលមិនអាចទៅរួចគាត់អាចធ្វើវាបានមែនទេមិនអាចទៅរួចទេអញស្មានថាគេដូចជាពួកឯងតែចេះតែបោកប្រាស់មែនទេប្រព័ន្ធសាងឆុងគឺផៃឈួនបានខំប្រឹងតស៊ូអស់រយៈពេលជាច្រើនថ្ងៃយប់ទើបសម្រេចបានមិនអាចទៅរួចគឺមិនអាចទៅរួចទេព្រោះតែឯងភ្នែកមិនដល់ព្រះឲ្យនេះហើយគឺប្រព័ន្ធសាងឆុងនេះជាតារាងព្យាករណ៍ភាគហ៊ុនត្រឹមត្រូវសាងឆុងអាចជួយអ្នកព្យាករណ៍តម្លៃភាគហ៊ុនបានដោយមានភាពត្រឹមត្រូវរហូតដល់90នេះគឺជាតម្លៃទីផ្សារនៃទំនិញធំមែនទេលោកនាយកចៅពិតជាមានចំណេះដឹងទូលំទូលាយត្រឹមត្រូវហើយផ្អែកលើទិន្នន័យដ៏ធំនៃប្រព័ន្ធធានអៀនវាអាចតាមដានទីផ្សារជាក់ស្ដែងដើម្បីធ្វើការវិភាគសូម្បីតែអាចបញ្ចូលទៅក្នុងក្រុមហ៊ុនបានទៀតផងដោយប្រើប្រព័ន្ធមូលដ្ឋានអាចទស្សន៍ទាយបានថាក្រុមហ៊ុននឹងឡើងឬចុះតើខ្ញុំយកច្រឡំលើលោកបេឈួនតាំងពីដើមមែនទេសមត្ថភាពអស្ចារ្យបែបនេះទោះបីជាក្រុមហ៊ុន10ក៏តាមមិនទាន់ដែរនេះហើយទើបហៅថាអ្នកដែលកាន់កាប់ប្រព័ន្ធមេឃគឺជាអ្នកដឹកនាំទីផ្សារដែលគ្មានអ្នកណាប្រកួតបានបន្ទាប់មកខ្ញុំនឹងប្រើបន្ទប់គេងនេះធ្វើជាកន្លែងពិសោធន៍លទ្ធផលចុងក្រោយគឺក្នុងរយៈពេល1ខែខាងមុខក្រុមហ៊ុននេះនឹងជួបបញ្ហាបច្ចេកវិទ្យាកាំងបាត់បង់ធនធានមនុស្សនិងដាច់ខ្សែសង្វាក់ហិរញ្ញវត្ថុនិងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរសូមណែនាំឲ្យលក់ចេញឲ្យអស់នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះខ្ញុំខុសហើយខ្ញុំត្រូវតែសុំទោសលោកប៉ៃខ្ញុំស្មានថាគាត់ដូចពាក្យគេនិយាយចេះតែអួតអាងដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្ញុំសម្រេចចិត្តវិនិយោគ 1000 លានយ៉នទៅក្នុងក្រុមហ៊ុនដោយសារតែសមត្ថភាពលោកប៉ៃខ្ញុំវិនិយោគ200 លានយ៉ន200 លានយ៉នក៏ហ៊ានយកមកនិយាយដែរលោកប៉ៃខ្ញុំវិនិយោគ400 លានបើមិនគ្រប់ខ្ញុំអាចបន្ថែមទៀតខ្ញុំវិនិយោគ500 លានយ៉នសូមត្រឹមតែបានប្រើប្រព័ន្ធមេឃក៏បានដែរអ្វីទៅ1000 លានយ៉នអូព្រះឲ្យតើគេស៊ីសំណុកប៉ុន្មានទៅពិតជាល្ងងមែនចប់អស់ហើយនៅតែសុបិនទៀតឬលោកឈិនពួកយើងស្មោះត្រង់នឹងក្រុមហ៊ុនណាស់ពិតមែនហើយលោកឈិនប៉ុន្មានឆ្នាំមកនេះពួកយើងខំប្រឹងធ្វើការណាស់មិនមានស្នាដៃក៏មានការនឿយហត់ទាំងអស់នេះគឺដោយសារលីជឺហឹងគឺដោយសារគេគ្មានសមត្ថភាពទេសូមឲ្យលោកឈិនរកអ្នកថ្មីដែលមានសមត្ថភាពមកជំនួសអាពូឆ្កែ2នាក់នេះបើមិនមែនព្រោះតែពួកឯងកាត់ប្រាក់រង្វាន់3លានរបស់បេឈុនទេតើគេចាក់ចេញពីក្រុមហ៊ុនទេឥឡូវពួកឯងនៅចង់ធ្វើរឿងអាក្រក់ទៀតកុំមកនិយាយផ្ដេសផ្ដាស់នៅទីនេះពិតមែនហើយលោកឈិនពួកយើងណាហ៊ានកាត់ប្រាក់រង្វាន់គាត់ទៅហើយអ្វីបានជាអ្នកទាំងអស់គ្នាកាត់ប្រាក់រង្វាន់ចំនួន3លានយ៉នរបស់ខ្ញុំចេញប្រាប់ខ្ញុំមកឲ្យច្បាស់សិនពួកអ្នកពិតជាកាត់ប្រាក់រង្វាន់សំណងមែនទេបានខ្ញុំនឹងហៅប៉ូលីសឥឡូវនេះដល់ពេលនោះពួកអ្នកនឹងត្រូវសារភាពគ្រប់យ៉ាងកុំធ្វើអីប្រាប់ខ្ញុំមកគឺគេទាំងអស់ហ្នឹងគាត់តែងតែចង់ឲ្យខ្ញុំកាត់ប្រាក់រង្វាន់ដែលទទួលបានពីការដឹកហើយបែងចែកគ្នាពាក់កណ្ដាលម្នាក់ពួកអ្នកម្នាក់សុទ្ធតែជាផ្នែកហិរញ្ញវត្ថុមិននឹកស្មានថាខ្ញុំត្រូវពួកអ្នកបោកបញ្ឆោតបែបចុះលុយនោះទៅណាអស់ហើយចាយអស់ហើយទើបតែដឹងថាខ្ញុំត្រូវបានគេបិទបាំងរហូតមកពេលនោះផៃឈួនបានចាក់ចេញពីក្រុមហ៊ុនគឺព្រោះតែប្រាក់រង្វាន់3លាននោះបែរជាបើកឲ្យគេតែ3000ប៉ុណ្ណោះ3000ព្រះឲ្យពិតមែនហើយគឺ3000ខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីក្រុមហ៊ុនតែបែរជាត្រូវមនុស្សចំណិតរបស់អ្នកកេងប្រវ័ញ្ចទៅវិញឈិនជឿនអ្នកបានយកសម្បត្តិរបស់បុគ្គលិកទាំងអស់ទៅហើយខ្ញុំខុសហើយសងការខុសឆ្គងរបស់ខ្ញុំមកវិញត្រឡប់មកវិញបានទេលុយ3លានដែលគេកាត់របស់អ្នកខ្ញុំសងវិញទាំងអស់ខ្ញុំឲ្យអ្នកទ្វេដង30លានយកទេសូមឲ្យអ្នកត្រឡប់មកវិញចុះក្រុមហ៊ុននេះមិនមែនជារបស់អ្នកវាមិនដែលជារបស់អ្នកបើមិនមែនព្រោះតែអ្នកកាលនោះប្រហែលជាខ្ញុំនឹងហាន់បាននៅជាមួយគ្នាយូរមកហើយលោកប្រធានឈិនសូមសងប្រាក់វិនិយោគមកពួកយើងវិញបើថ្ងៃនេះមិនសងលុយទេក្រុមហ៊ុនអ្នករងចាំទទួលដីកាពីមេធាវីទៅកាលពីមុនអ្នកបានដណ្ដើមយកសំណងពីខ្ញុំទៅ
លើកនេះគ្មានថ្ងៃនោះទេសួស្តីពួកយើងជាប៉ូលីសក្រុងយើងទទួលបានពាក្យបណ្ដឹងថាអ្នកជាប់ពាក់ព័ន្ធនឹងការច្បាប់ពាណិជ្ជករណីធ្ងន់ធ្ងរណាស់សូមអញ្ជើញទៅជាមួយពួកយើងមិនមែនខ្ញុំទេគឺពួកគេទេប៉ៃឈួនបាននិយាយថានៅពេលនោះខ្ញុំជឿសម្ដីរបស់អ្នកខ្ញុំសូមប្រកាសថាប្រព័ន្ធមេឃត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការទន្ទឹមនឹងនេះក្រុមហ៊ុន Shenzhen Group បានចុះបញ្ជីជាផ្លូវការនៅលើទីផ្សារភាគហ៊ុនហើយពេលឈួនអ្នកបានឈរនៅទីនោះហើយកម្រិតដែលខ្ញុំធ្លាប់តែអាចងើយមើលបានប៉ុណ្ណោះមិនមែនហាន់ទេបើគ្មានការជឿជាក់នឹងការគ្រប់គ្រងរបស់អ្នកការនោះទេបើគ្មានប៉ាក៏គ្មានខ្ញុំដល់ថ្ងៃនេះដែរកូនឈួនកូនរវល់ចប់ការងារហើយមែនទេកុំធ្វើការហត់ពេកណាមិនអីទេប៉ាកូនមិនហត់ចុះសុខភាពប៉ាម៉ាក់វិញយ៉ាងម៉េចដែរជំងឺឈឺសន្លាក់របស់បានឆ្នាំដែលកូនផ្ញើមកឥឡូវធូរច្រើនហើយរាល់ថ្ងៃម៉ាក់អាចរំលែងបានទៀតផងហើយកៅអីម៉ាសាដែលកូនទិញឲ្យក៏ស្រួលខ្លាំងដែរបានហើយបើខ្វះអីប្រាប់កូនណាកុំសន្សំលុយពេកពីថ្ងៃទៀតកូននឹងត្រឡប់ទៅលេងប៉ាម៉ាក់ល្អិតឲ្យប៉ាឃើញកូនតាមទូរទស្សន៍ហើយលើកនេះត្រឡប់មកវិញនាំអូនហាន់មកជាមួយផងឲ្យប៉ាម៉ាក់បានឃើញបើមិននាំមកទេកុំមកផ្ទះឲ្យសោះបាត់ប៉ាកូននឹងធ្វើតាមបញ្ជា